បាទសូមជម្រាបសួរបងប្អូនសិក្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងចូលមកដល់ត្រឡប់ចូលមេរៀនរបស់យើងវិញណាបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាចាំបានទេមេរៀនមុនយើងមុននឹងមកដល់មេរៀនអត្ថបទស្ដាប់នេះតើបងប្អូនដឹងទេចំណងជើងមេរៀនថ្ងៃមុនយើងរៀនអំពីអ្វីម៉ោងមុនគឺយើងរៀនអំពីសិក្សាអំណាចមួយដែលនិយាយអំពីយើងត្រូវគោរពទង់ជាតិអញ្ចឹងយើងត្រូវមានស្នេហាស្មារតីស្នេហាស្រឡាញ់ជាតិបងប្អូនត្រូវមកគោរពទង់ជាតិឲ្យទាន់ពេលវេលាណាបងប្អូនអញ្ចឹងម៉ោងនេះពេលនេះយើងចូលដល់អត្ថបទស្ដាប់មួយទៀតហើយបងប្អូនតាមឲ្យទាន់គឺនិយាយអំពីរឿងណារឿងអីគេរឿងណាបងប្អូនពីរនាក់នេះបងប្អូនពីរនាក់អូខេអូនមើលអត្ថបទចំណងជើងរឿងនេះគឺថាគ្រាន់តែឮថាបងប្អូនពីរនាក់ចុះបងប្អូនមានបងប្អូនប៉ុន្មាននាក់បងប្អូនបាទអ្នកខ្លះមាន2នាក់អ្នកខ្លះមាន3នាក់ភាគច្រើនមាន2នាក់ច្រើនមាន3នាក់ក៏ច្រើនដែរមាន4នាក់មិនសូវមានទេព្រោះម៉ាក់ប៉ាយើងសម័យឥឡូវច្រើនតែយកកូននឹងតិចដល់អញ្ចឹងបងប្អូនយើងក៏រៀងតិចតែមិនសូវច្រើនណាមនុស្សចាស់ពីមុនហ្នឹងបងប្អូនឡើង7 8នាក់អីណោះបាទបងប្អូនដឹងអត់ថាចាស់ជំនាន់មុនសម័យមុនគឺគាត់យកកូនច្រើនណាដើម្បីឲ្យណាជាតិមាតុភូមិយើងមានមនុស្សម្នាច្រើនផងដែរហើយគាត់ចិញ្ចឹមបីបាច់សម័យនោះគាត់មានស្រែចម្ការធំហើយគាត់ជាលក្ខណៈប្រពៃណីគឺគាត់អាចចិញ្ចឹមកូនបានប៉ុន្តែសម័យឥឡូវរៀងពិបាកបន្តិចហើយពីព្រោះថាការចិញ្ចឹមកូនហ្នឹងគឺកូនខ្លះមិនដោយកន្លងធម៌ទេអញ្ចឹងអូនជាកូនល្អអូនត្រូវធ្វើម៉េចគោរពឪពុកម្ដាយហើយស្រឡាញ់ឪពុកម្ដាយជួយធ្វើការងារឪពុកម្ដាយកុំធ្វើអ្វីដែលវាឲ្យឪពុកម្ដាយឈឺចាប់ណាបងប្អូនទាំងអស់គ្នាអូខេអូនកលេចមើលរូបភាពណារូបភាពរបស់យើងគឺនិយាយអំពីបងប្អូនពីរនាក់ហើយសកម្មភាពនេះគឺជាសកម្មភាពមួយបញ្ជាក់ថាប្រហែលជាណាបងប្អូនពីរនាក់នេះឯងហើយគាត់កាន់ណានៅអាវុធគឺដាវដើម្បីការពារសត្វត្រូវវាយលុកអញ្ចឹងគាត់ណាឃើញឈរយ៉ាងអង្អាចទល់ខ្នងគ្នាដើម្បីការពារអញ្ចឹងនេះគឺជាសត្រូវប្រុងយាយីគាត់ប៉ុន្តែគាត់ប្រឹងព្យាយាមការពារណាប្រយុទ្ធជាមួយសត្រូវហើយបាទនេះគឺជាសម្លៀកបំពាក់សម័យអីបងប្អូនដឹងឯងអាចវិតម្លៃបានទេបាទសម័យបុរាណណាសម័យតាំងពីបើនិយាយទៅបុព្វបុរសយើងមុនបែបជាស្លៀកពាក់បែបហ្នឹងព្រោះយើងឃើញក្នុងឯកសារគឺស្លៀកពាក់បែបហ្នឹងហើយនេះគឺជាសកម្មភាពមួយបែបជាចង់បញ្ជាក់ថាស្នេហាបងប្អូនតស៊ូការពារសត្រូវមិនអោយណាធ្វើអ្វីមកលើបងប្អូនយើងបានហើយការពារនៅទឹកដីរបស់យើងហើយមើលទៅប៉ុន្តែដើម្បីយល់ច្បាស់បាទយើងទៅមើលអត្ថបទឲ្យបងប្អូនព្យាយាមស្ដាប់អ្វីដែលលោកគ្រូអ្នកគ្រូអានអត្ថបទឲ្យបងប្អូនស្ដាប់ព្រោះពេលហ្នឹងលោកគ្រូអ្នកគ្រូប្រកាសណាស់គាត់នឹងអានអត្ថបទស្ដាប់ឲ្យបងប្អូនស្ដាប់ហើយបងប្អូនពេលស្ដាប់បងប្អូនកត់បណ្ដាដើម្បីអីដើម្បីបានទៅឆ្លើយសំណួរអូខេនៅក្នុងនេះគឺយើងរៀនអំពីអត្ថបទហើយលោកគ្រូចាប់ផ្ដើមអានណាការស្ដាប់អត្ថបទរឿងបងប្អូនពីរនាក់កាលពីយូរលង់ណាស់មកហើយមានបងប្អូន2នាក់ប្រុស2ណាបងប្អូនប្រុស2នាក់ស្រឡាញ់គ្នាណាស់ពុំដែលឆ្លោះតោះតែងគ្នាឡើយកាលណាបងប្រព្រឹត្តខុសអ្វីមួយប្អូនរលឹកបងមានន័យថាប្អូនតែងរលឹកឲ្យបងស្ដាប់នឹងធ្វើតាមដោយសេចក្តីរីករាយចំណែកប្អូនក៏ដូចនោះដែរណាដូចនោះដែរចូលមិនទាត់នៅពេលមួយនោះប្រទេសជាតិមានសង្គ្រាមនៅតាមព្រំដែនបុរសបងក៏ត្រូវបំពេញកាតព្វកិច្ចការពារជាតិបាទការពារជាតិនៅពេលបងចេញទៅមិនទាន់បានប្រហែលថ្ងៃផងដោយសេចក្តីនឹករលឹកបងខ្លាំងពេកបុរសប្អូនក៏លួចរត់ទៅរកបងនៅឯសមរភូមិទៅដល់សមរភូមិបុរសប្អូនឃើញបងកំពុងតែក្រវីដាវកាប់សត្រូវយ៉ាងអង្អាចជាមួយនឹងយុទ្ធជនដទៃទៀតប៉ុន្តែត្រូវសត្រូវណាត្រូវតបសត្រូវនឹងមានគ្នាច្រើនក៏ឡោមព័ទ្ធបុរសបងនិងយុទ្ធជនដទៃទៀតជាប់ខាន់បុរសប្អូនឃើញគ្រាអាសន្នដល់បងណាដល់បងប្រុសហើយក៏គិតក្នុងចិត្តពេលនេះគ្រោះអាសន្នដល់ជីវិតបងប្រុសអញពុំខានណាអញពុំខានគាត់មានប្រពន្ធកូនតូចច្រើននាក់ប្រសិនបើគាត់ស្លាប់ទៅក្មួយរបស់អញនឹងកំព្រាគ្មានឪពុកចំណែកអញខ្លួនមួយមិនអីទេស្លាប់ក៏ស្លាប់ទៅចុះហើយក៏ចាត់ទុកថាជាការលះបង់ដើម្បីជនរួមជាតិនឹងប្រទេសរបស់អញផងដែរគិតរួចដូច្នោះហើយបុរសប្អូនក៏កន្ត្រាក់ដាវណាពីតបខ្មោចសត្រូវស្ទុះចូលទៅជួយបងប្រុសហើយក៏ស្រែកសូមបងប្រុសរត់យកតែរួចខ្លួនសិនចុះទុកឲ្យខ្ញុំជាអ្នកទប់ទល់ជាមួយសត្រូវបុរសបងមិនដាច់ចិត្តដកខ្លួនថយចោលប្អូននឹងណាយុទ្ធជនដទៃទៀតឡើយជាភ័ព្វល្អតបជំនួយក៏មកដល់សត្រូវប
បាក់តបរត់ខ្ចាត់ខ្ចាយវិនិច្ឆ័យអន្តរាយអស់ពីណាមាតុភូមិនាពេលនោះទៅដកស្រង់ពីសិភៅរឿងណានិទានរបស់ក្រសួងអប់រំយុវជនណាឆ្នាំ1982អូខេអញ្ចឹងអូនយល់ណាសាច់រឿងគឺល្អដូចរឿង Hollywood អញ្ចឹងស្ដាប់ទៅហាក់ដូចជាមានការឈុតឆាកប្រយុទ្ធកាប់ចាក់ណាយ៉ាងដំណំបរោះបងគឺថាខំតស៊ូណាប្រយុទ្ធនៅក្នុងសមរភូមិជាមួយនឹងតបសត្រូវហើយត្រូវបានសត្រូវឡំពាត់ច្រើនអញ្ចឹងទេបរោះប្អូនបាទគាត់ឃើញបងចិត្តមានគ្រោះភ័យដល់អាយុជីវិតហ្នឹងគាត់ខំរត់រះមកជួយហើយទោះបីជាយ៉ាងណាគាត់គិតថាបើសិនជាគាត់ស្លាប់ទៅក៏ល្អដែរជួយជាតិមាតុភូមិហើយគាត់ពុំមានកូនប្រពន្ធនៅចាំនៅផ្ទះទេគាត់ខ្លួនតែមួយអញ្ចឹងគាត់ស្រឡាញ់ឃើញពីអ្នកបងប្អូនស្រឡាញ់បដូរផ្ដាច់មែនតើបងប្អូនត្រូវសង្ខេបយល់នៃសាច់រឿងនេះណាស្រឡាញ់គ្នាមិនឲ្យគ្នាជួបទុកភ័យទេសុខចិត្តបូជាជីវិតរៀងខ្លួនដើម្បីនេះឯងដើម្បីបងរបស់បងប្អូនអូខេសិក្សាទៅលើសំណួរណាបងប្អូនសំណួរទី1គឺយើងមានសំណួរតើបងប្អូន2នាក់បងប្អូនហ្នឹងបាទ2នាក់បងប្អូនណាតើបងប្អូនទាំងពីរនោះអ្នកនោះរស់នៅសភាពដូចម្ដេចទី2តើនរណាទទួលភារកិច្ចការពារជាតិអូនគាត់ស្ដាប់ឮក៏ដឹងណាត្រួសបានឆ្លើយបានណាអ្នកការពារជាតិទទួលកាតព្វកិច្ចបរោះបងរបស់បងប្អូនបាទគឺបរោះបងនៅពេលដែលឃើញបងមានគ្រោះអាសន្នតើបរោះបងប្អូនធ្វើដូចម្ដេចបាទគិតធ្វើម៉េចជួយមិញអូនដឹងហើយទី4តើទង្វើរបស់បរោះទាំងពីរបង្ហាញពីស្មារតីស្រឡាញ់អ្វីខ្លះស្រឡាញ់បងស្រឡាញ់ប្អូនស្រឡាញ់ជាតិមាតុភូមិហូច្រើនមែនទែនបងប្អូនបើស្ថិតក្នុងស្ថានភាពនេះនោះណាតើអ្នកហ៊ានធ្វើដូចបរោះប្អូនដែរទេព្រោះអ្វីអញ្ចឹងចម្លើយទី1បងប្អូន2នាក់រស់នៅក្នុងសភាពណាគោរពស្រឡាញ់ពុំដែលឆ្លោះទាស់តែងគ្នាចេះជួយគ្នារលឹកដាស់តឿនគ្នានិងស្ដាប់គ្នាទៅវិញទៅមកបាទទៅមកចម្លើយទី2បាទអ្នកដែលទទួលភារកិច្ចគឺបរោះណាបងគឺបងប្រុសគេហ្នឹងណាបាទបរោះបងជាបងទី3គឺអីគេទី3នៅពេលដែលបរោះជាបងជួបនៅបញ្ហាសត្រូវហ្នឹងគឺថានៅពេលដែលមានគ្រោះថ្នាក់បរោះប្អូនបានគិតថាក្នុងគ្រានេះអាសន្ននេះដល់ជីវិតរបស់បងប្រុសអញមិនខានដើម្បីជនរួមឈាមណានិងប្រទេសជាតិរបស់អញផងគិតរួចក៏កន្ត្រាក់ដាវពីខ្មាំងសត្រូវចូលទៅជួយបងហើយស្រែកថាណាសូមបងរត់ទៅយកតែរួចខ្លួនសិនចុះទុកឲ្យប្អូនទុកឲ្យរូបខ្ញុំហ្នឹងតទល់ជាមួយសត្រូវអូខេចំណែកឯទី4គឺទង្វើរបស់បរោះណារបស់បរោះទាំងពីរនេះបង្ហាញពីស្មារតីស្រឡាញ់បងប្អូនស្រឡាញ់ជាតិណានិងស្រឡាញ់ជនរួមជាតិទាំងមូលអញ្ចឹងនេះគឺជាអ្នកស្ថិតក្នុងស្ថានភាពនោះតើអ្នកហ៊ានធ្វើដូចបរោះប្អូនដែរទេអញ្ចឹងបើសិនជាក្នុងករណីបងប្អូនអ្នកគ្រូគាត់សួរលោកគ្រូគាត់ដាក់កិច្ចការងារផ្ទះអូនត្រូវឆ្លើយទៅអត់ពិបាកទេបើសិនជាបងប្អូនស្ថិតនៅក្នុងស្ថានភាពបែបនោះបងប្អូននឹងហ៊ានធ្វើដូចបរោះប្អូនពីព្រោះថាដើម្បីណាជួយបងប្អូនឲ្យរួចផុតពីសេចក្តីទុក្ខលំបាកឬក៏រួចពីការស្លាប់ណាមរណៈណាហើយក៏ជួយជាតិមាតុភូមិរបស់យើងជនរួមឈាមរបស់យើងជួយប្រទេសយើងជួយបងប្អូនយើងបាទអញ្ចឹងអត់មានអីលំបាកទេបងប្អូនគឺចម្លើយខ្លីអញ្ចឹងសរុបមកវិញយើងឃើញថារឿងបងប្អូន2នាក់បងប្អូនអាចយល់ហើយលោកគ្រូនិយាយបង្រៀននេះសង្ខេបលឿនហើយបងប្អូនអាចថាយល់បានហើយលោកគ្រូមិនអីទេហើយបើសិនបងប្អូនមើលមិនទាន់អីអាចថាខាវីដេអូមើលសារឡើងវិញបានណាបងប្អូនហើយបើមានចម្ងល់អូនអាច comment ឬក៏សរសេរនៅក្នុង comment វីដេអូលោកគ្រូនឹងរកចាំឆ្លើយជាចាំបាច់អូខេទាំងវីដេអូលោកគ្រូគឺមានតែប៉ុណ្្នឹងម៉ោងក្រោយយើងនឹងបន្តមេរៀនបន្ទាប់នៅទំព័រទី18បន្តទៀតអញ្ចឹងអរគុណបងប្អូនដែលបានតាមដានវីដេអូលោកគ្រូតាំងពីដើមរហូតដល់ចប់សិទ្ធិពុជ័យសិរីមង្គលជូនដល់បងប្អូនហើយសង្ឃឹមថាបងប្អូនប្រឡងជាប់អរគុណបងប្អូនប៉ុណ្ណេះសិន